មានប្រជាធិបតេយ្យសិទ្ធិមនុស្សឲ្យត្រឹមត្រូវឲ្យឃើញពួកតារាយើងនឹងនាំគ្នាទៅគ្រប់គ្រងគណៈបកកាន់អំណាចអីច្រើនមិនបាច់មើលអីមើលតែលពូព្រំម៉ាញបានហើយឥឡូវគាត់មកកំ pl ែងនៅស្រុកអាមេរិកនេះមាននរណាទៅមើលគាត់ដូចថានៅស្រុកខ្មែរគេចេះតែសើចចេះតែសប្បាយប៉ុន្តែមកដល់ស្រុកនេះគឺអាចមកពីខាងខ្មែរនៅអាមេរិកនេះមិនសូវស៊ាំនឹងអាពាក្យច្អេះច្អាសហ្នឹងគាត់ថាបានប៉ុន្តែដូចថាមនុស្សវាអស់ចិត្តណាហើយពួកគាត់ប្រហែលជាមិនដឹងខ្លួនទេពួកគាត់ដឹងទាំងអស់ហ្នឹងដឹងតាថាគ្រប់គ្រងនយោបាយគណៈបកនយោបាយគឺធ្វើយើងជាតារាសាធារណៈមិនអញ្ចឹងហ៎តារាកំ pl ែងតារាចម្រៀងគឺយើងជាមនុស្សសាធារណៈតែនៅពេលដែលយើងគ្រប់គ្រងបកកាន់អំណាចគឺបានន័យថាយើងលក់ឧត្តមគតិរបស់យើងនៅក្នុងន័យតែម្យ៉ាងគឺលំអៀងទៅខាងគណៈបកកាន់អំណាចអត់ខុសអីទេបងប្អូនគ្រប់គ្រងគណៈបកកាន់អំណាចអត់មានរឿងខុសអីទាំងអស់ព្រោះជាសិទ្ធិនយោបាយរបស់បងប្អូនពេញទំហឹងព្រោះរដ្ឋធម្មនុញ្ញបានចែងមកឲ្យថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើនយោបាយគ្រប់គ្រងគណៈបកនយោបាយទៅតាមចិត្តចង់របស់បងប្អូននៅអាមេរិកក៏មានដែរបងប្អូនមើល Taylor Swift មើលល្បីពេញសហរដ្ឋអាមេរិកគាត់ប្រកាសជំហរគ្រប់គ្រង Joe Biden អីចឹងទៅហើយអ្នកតារាល្បីណាឬក៏អុកញ៉ាមហាមន្ត្រីដូចលោក Elon Musk អីចឹងលុយគាត់វល់ពាន់លានដុល្លារគាត់ប្រកាសថាគាត់គ្រប់គ្រងតត្រាំប៉ុន្តែលទ្ធផលចាំមើលណាគ្រាន់បើជាងណាឥឡូវ Elon Musk ទៅភីងហើយបាទគ្រប់គ្រងខ្លាំងពេកឥឡូវអា Tesla របស់គាត់នឹងដុំក្បាលចុះឥឡូវដកខ្លួនចេញពីតត្រាំបាត់ហើយមិនដឹងទៅណាបាត់ហើយឥឡូវលាលែងពីសេតវិមានហ្នឹងគាត់រៀងចាលយ៉ាងចាស់ដៃតែម្ដងឲ្យដឹងថារស់ស៊ីឲ្យដឹងរស់ស៊ីនយោបាយឲ្យដឹងនយោបាយប្រជាពលរដ្ឋនៅអាមេរិកនេះគឺអត់អនុគ្រោះបានទេហើយខ្ញុំថាប្រជាពលរដ្ឋខ្មែរក៏អត់អនុគ្រោះអស់លោកដែរគ្រាន់តែគេមិនអាចធ្វើខ្លាំងដូចនៅអាមេរិកចឹង Tesla អត់ទិញឡានឯងតែម្ដងគឺក្រុមហ៊ុន Tesla ធ្លាក់ចុះ 50% ជាងលក់ឡានធ្លាប់បានរាប់រយលានដុល្លារឥឡូវលក់ឡានមានបានណាតែចាញ់ក្រុមហ៊ុនចិនដែលលក់ឡានអគ្គិសនីដែរនៅពេលហ្នឹងចិនបានដៃមកទំហឹងទៀតអញ្ចឹងទៅបងគាត់ដកខ្លួនទៅវិញទៅធ្វើឲ្យអាចថាតិចទៀតទៅសស្ដាក្រុមហ៊ុនគាត់ឡើងវិញប៉ុន្តែបាក់នេះបាក់ធ្ងន់មែនតើហើយជាបទពិសោធន៍រៀងចាលមួយជីវិតសម្រាប់លោក Elon Musk ហ្នឹងឲ្យគាត់ដឹងឲ្យដឹងប្រឹងណាហើយនៅកម្ពុជាវាអត់មានប្រជាពលរដ្ឋយើងទៅរឹងមាំអីដូចអាមេរិកចឹងធ្វើកិច្ចការងារនឹងបានទេបងប្អូនហេតុអីខ្ញុំថាធ្វើអត់បានដោយសារអីប្រជាពលរដ្ឋយើងបាក់ស្បាតខ្លាំងហើយអត់មានកម្លាំងសេដ្ឋកិច្ចនៅក្នុងការធ្វើបានព្រោះធ្វើគេមូលកវាអត់មានចំនួនច្រើនណានៅអាមេរិកណាអត់មានមកធ្វើអីគេកើតទេព្រោះការគ្រប់គ្រងរបស់គេមិនត្រឹមអាមេរិកទេដោយទាំងអឺរ៉ុបដោយទាំងប្រទេសអីផ្សេងទៀតឡាន Tesla គេលែងទិញតែម្ដងហើយអ្នកដែលមាន Tesla ស្រាប់ជិះឡានអគ្គិសនីអីបើទៅថាជួយការពារបរិស្ថានមែនប៉ុន្តែគេអត់ពេញចិត្តនឹង Elon ហ្នឹងគេសរសេរបិទ sticker កន្លែងខ្លះដុតឡាន Tesla អីចោលទៀតផងគេបង្ហាញអំពីការមិនពេញចិត្តហ្នឹងរហូតតតែគាត់ចាប់ផ្ដើមលាលែងពីតំណែងឃើញយើងចូលនយោបាយខ្យល់ហ្នឹងមកអញ្ចឹងបិទអ្នកផ្លុំខ្យល់ឲ្យអស់កុំឲ្យពិបាកដោះស្រាយព្រោះអារឿងដោះស្រាយកាប់បំផ្លាញព្រៃឈើបំផ្លាញធនធានរ៉ែវាអត់ពិបាកដោះស្រាយ30-40ឆ្នាំគឺគេធ្វើតែអញ្ចឹងមកទេសំខាន់គឺអត់សូវមានអ្នកថាតែបើមានអ្នកថាយ៉ាប់ដូចថាសគារជាដូចថាទៅចេះទៅហ៎លួចចេះលួចហ៎ប៉ុន្តែវាយ៉ាប់រឿងអ្នកស្ទាក់ផ្លូវចាំរាយការហ្នឹងអញ្ចឹងបៃអាអ្នករាយការមួយទៅអញ្ចឹងលួចដដែលទេប៉ុន្តែវាកាលមុនលួចទៅវាចេះតែមកចេះពុបជើងមួយអ្នករាយការដល់ពេលឥឡូវដើរភើពើងទ្រូងហ្មងលួចបានសាច់ចិត្តអស់ពីមិចតារាទៅកាលពីមុនក៏មានលោកគង់ម៉ាស់អីអញ្ចឹងទៅគណៈបកប្រឆាំងនឹងរឿង Facebook រឿងអីហ្នឹងចាប់គ្នាដាក់គុកដោយសាររិះគន់ពីរឿងពុនរឿងដារឿងអយុត្តិធម៌សង្គមសុទ្ធតែរឿងប្រទេសជាតិទាំងអស់ហើយខាងសហជីពមានសយស្រស់សកម្មជនសហជីពម្ដាយមានកូនទូចញែកញ៉ានឹងចាប់ដាក់គុកដោយសាររឿង Facebook នឹងនិយាយរឿងសិទ្ធិកម្មករសិទ្ធិស្អីការងាររស់សុខិតនោះក៏ចាប់គ្នាលោកម៉ៃហុងស្រៀងនៅកំពង់សោមនឹងគណៈបកប្រឆាំងផ្កាប់មុខបាទដល់ពេលគេចាប់ដាក់គុកបានប្រមាណចេញមកនឹងក៏លក់ជីវិតនយោបាយចោះចូលទៅបាត់ទៅស្ដាយដែរលោកម៉ៃហុងស្រៀងការខ្ញុំធ្វើការនៅវិទ្យុអាស៊ីសេរីនឹងតាក់ទងជាប្រចាំលោកបង្ហាញអំពីដូចថាភាពឃ្លាវខ្លារបស់លោកធ្លាប់បួសជាប្រសង់ជាអីទៀតដូចថាតស៊ូឲ្យខ្ញុំនិយាយទៅខ្ញុំ
ស្ដាយវីរៈភាពរបស់លោកប៉ុន្តែការជ្រើសរើសរបស់លោកក៏មិនមែនបានន័យថាខុសដែរជួនកាលយើងវានៅឆ្ងាយយើងមិនដឹងការងារគេគ្រាន់តែថាយើងធ្លាប់ស្គាល់អំពីភាពបដិញ្ញារបស់លោកក្នុងការស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញឲ្យខាងតាបានណាដល់ចុងក្រោយចោះចូលសុំទោសគេទៅហើយចាប់ផ្ដើមមកវាយប្រហារគ្នាឯងនេះទៅវិញអញ្ចឹងទៀតទៅវាធ្វើឲ្យអកុសលមែនតើមានលោកនីណាក់ហ្នឹងក៏អញ្ចឹងដែរនិយាយពីរឿងម៉ាស់រឿងអីកាលមុនសម័យកូវីដចាប់ដាក់គុករហូតលោកផុនយុទ្ធនឹងពីការផងអីផងរិះគន់មិនដែលទៅធ្វើអំពើហិង្សាលួចជាតិលួចអីណាគ្រាន់តែនិយាយពីរឿងសង្គមរឿងអយុត្តិធម៌រឿងសិទ្ធិមនុស្សរឿងអីចាប់ដាក់គុកដោយសាររឿង Facebook ច្រើនណាស់បងប្អូនខ្ញុំនិយាយទៅភ្លឺក៏និយាយមិនអស់ដែរសុទ្ធតែចាប់ដាក់គុកទាំងអស់តែដល់ពេលរឿងយោធានេះថតយោធាចល័តតបចល័តអីដែលធ្វើឲ្យគេស្គាល់ទីតាំងភូមិសាស្ត្ររបស់យោធាយើងដែលប៉ះពាល់ដល់ការដែលរក្សាសន្តិសុខជាតិអធិបតេយ្យបូរណភាពរបស់យើងអត់មានណាបានជាប់គុកមួយសោះសិតតែវស្នើសុំមេដឹកនាំរដ្ឋាភិបាលថាអញ្ចឹងទៅខាងទ័ពក៏គ្មានចេញសេចក្តីថ្លែងការណ៍ស្អីណាដែរគឺថាអីធម្មតាប្រហែលជាពួកគាត់ខ្លាចទៅហ៊ានបាក់ទឹកចិត្តទៅថាគេថតអីចឹងទៅបានចឹងហើយយើងទៅនាំគ្នាចាប់គេដាក់គុកដាក់អីចឹងទៅធ្វើឲ្យទឹកចិត្តតាហ៊ានកំពុងតែពុះពោជាមួយសត្រូវប្រចាំមិត្តអីស្រាប់ដល់ពេលយើងទៅខ្ទប់មាត់គេមិនឲ្យនិយាយអីចឹងទៅខ្លាចបាក់ទឹកចិត្តតាហ៊ានក៏តែមិនដឹងប៉ុន្តែអាការអនុវត្តនោះវាហាក់ដូចជាថាស្តង់ដារយើងវាពីរខុសគ្នាពេកចាហេតុអីមិនអនុវត្តជាមួយនឹងក្រុមអ្នកដែលធ្វើឲ្យខូចសន្តិភាពធ្នាប់សន្តិសុខសង្គមនឹងដែរទៅញុះញង់ធ្វើឲ្យបាក់ទឹកចិត្តកងទ័ពធ្វើឲ្យគេស្គាល់កងទ័ពយើងនៅឯណាអីអញ្ចឹងខូចប៉ុន្តែវាចេះដែរបើយើងមើលទៅនាយករដ្ឋមន្ត្រីហ្នឹងក៏ខំប្រឹងថាកុំឲ្យធ្វើអញ្ចឹងបង្ហាញថានាយករដ្ឋមន្ត្រីយើងហ្នឹងគឺមានការគិតខ្ពស់ចក្ខុវិស័យវែងឆ្ងាយណាស់គឺយល់អំពីកិច្ចការទ័ពហ្នឹងមែនតើដែលយើងមិនត្រូវធ្វើអញ្ចឹងគឺមែនតើគឺគាត់និយាយត្រូវមែនខ្ញុំនិយាយឲ្យស្មោះក៏ប៉ុន្តែអត់ចាត់ការអីសោះនៅពេលដែលអត់ចាត់ការអីសោះហ្នឹងគឺបានន័យថាជានយោបាយប្រជាពិធដ្ឋសារប្រជាពិធដ្ឋនិយាយឲ្យតែរួចពីមាត់ភាសាអង់គ្លេសគេហៅ hypocrite ហ្នឹងគឺបានន័យថាផ្សេងធ្វើផ្សឹងយើងអត់ធ្វើយើងអត់អនុវត្តប៉ុន្តែបើប្រជាពលរដ្ឋសាមញ្ញចាប់គេដាក់គុកអស់ហើយគណៈបកប្រឆាំងអីក៏មកហ៊ាននិយាយអីផ្ដេសផ្ដាស់ពីរឿងទៅហ៊ានរឿងអីចេះអីអូងាប់ជាប់គុកអត់មានថ្ងៃចេញទេប៉ុន្តែរឿងនេះវាអញ្ចេះទៅវិញបើយើងមើលរបបនយោបាយខ្មែរវាជានយោបាយមួយដើម្បីស្វាំពីដើមមកដោយបន្លាចប្រជាពលរដ្ឋណាបងប្អូនបន្លាចប្រជាពលរដ្ឋហ្នឹងគឺធ្វើអញ្ចឹងហ្មងឲ្យតែពេលចិត្តបោះឆ្នោតចល័តតបហើយតបហ្នឹងមិនដឹងជាឆ្ងល់នោះឆ្ងល់រហូតពេលចល័តអត់បានឲ្យតែចិត្តដល់រដូវកាលបោះឆ្នោតគឺរត់ក្រោះហ្នឹងរត់ពេញភូមិហើយប្រជាពលរដ្ឋដែលគ្នាបាក់ស្បាតនឹងសង្គ្រាមគ្រាន់តែឃើញរត់ក្រោះរត់ចាប់ផ្ដើមភ័យទៀតហ្នឹងអញ្ចឹងបោះឆ្នោតទៅឲ្យគណៈបកណាផ្សេងអីសង្គ្រាមងាប់ទៀតហើយដល់ពេលអញ្ចឹងមេគណៈបកហ្នឹងចាប់ផ្ដើមនិយាយមកបើសិនជាបោះឆ្នោតឲ្យគណៈបកណាផ្សេងគឺប្រទេសនឹងមានសង្គ្រាមប្រជាពលរដ្ឋឃើញរត់ក្រោះហើយនឹងលឺមេដឹកនាំនិយាយពីសង្គ្រាមហើយញាក់សាច់ដល់អញ្ចឹងអាការទៅបោះឆ្នោតហ្នឹងវាមានសេរីនឹងត្រឹមត្រូវនឹងយុត្តិធម៌មកពីណាយើងភ័យស្បាក់ស្បាតបាត់ហើយហ្នឹងទៅដល់ស្ថានីយ៍បោះឆ្នោតមានមេឃុំចៅសង្កាត់អីនៅចាំមើលក្រែងលោកអត់បោះទៀតទៅហើយអញ្ចឹងទៅនាំគ្នាទៅពេញភូមិទៅបោះឆ្នោតគ្រប់ស្ថានីយ៍បោះឆ្នោតបោះគូសឲ្យគេទៅដើម្បីអីដើម្បីកុំឲ្យមានសង្គ្រាមមិនដឹងតាំងពីឆ្នាំណាមក40-50ឆ្នាំនេះដូចថាវានៅដក់នៅក្នុងអនុសាសន៍ហើយអ្នកនយោបាយខូចចឹងហ្មងប្រើនយោបាយប្រជាពិធដ្ឋហ្នឹងគឺនៅបន្លាចប្រជាពលរដ្ឋរហូតដល់ពេលបន្លាចរឿងតបហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋបាក់ស្បាតដល់ពេលរឿងព្រំដែនក៏យកឱកាសហ្នឹងទៀតខ្ញុំនិយាយយកឱកាសនេះមិនចោតប្រកាន់ទេប៉ុន្តែបើអស់លោកអត់ដែលបានចាត់ការគេអំពីអារឿងវិន័យតបហ្នឹងបានន័យថាចង់កេងចំណេញពីរូបភាពហ្នឹងដែរទី1គឺរូបភាពធ្វើឲ្យប្រជាពលរដ្ឋភ័យថាមានតបមានអីកក្រឹកកក្រែងអញ្ចឹងប្រទេសយើងតាអត់ពីគណៈបកកណ្ដាលអំណាចទៅគឺសង្គ្រាមងាប់ហើយអីអញ្ចឹងទៅហ្នឹងទី1ឲ្យចាំនៅក្នុងចិត្តថាស្រុកខ្មែរដឹងតែមានសង្គ្រាមហ្មងឲ្យតែអត់គណៈបកកណ្ដាលអំណាចរាល់ថ្ងៃហ្នឹងគឺតែឲ្យតែបោះឆ្នោតឲ្យគណៈបកដតីគឺដឹងអាសង្គ្រាមអញ្ចឹងមកអញ្ចឹងឲ្យប្រជាពលរដ្ឋចាំទី1ទី2ក៏អាចចង់បង្ហាញទៅ
ថាយើងនឹងមានកម្លាំងតបមានអីអញ្ចឹងយើងនឹងគឺថាអស់ចាទិញទឹកចិត្តប្រជាពលរដ្ឋថាខ្មែរយើងអត់អន់ទេគឺយើងចង់ឲ្យតែថាមានរឿងអីព្រំដែនព្រំបតុលអីរឿងបូរណភាពទឹកដីគឺយើងក៏ក្រឹកក៏ក្រែងឲ្យធ្វើឲ្យឃើញអញ្ចឹងមកគឺយើងសស្រាក់សស្រាំអត់នៅស្ពឹកសពុននៅស្ងៀមទេព្រោះយើងស្រឡាញ់ជាតិមាតុភូមិសំបីដីមួយចំអាមណាក៏មិនឲ្យបរទេសរំលោភយើងបានដែរហើយយើងមើលតបទៅភ្លាមលោកហ៊ីងប៊ុនហៀងតាំងពីចេញពីបន្ទប់ទឹកគេថតឡើងឡានឡើងអីនឹងចេញទៅនឹងគឺថាគឺត្រៀមមើលមកហ្នឹងគឺសម្បើមតែម្ដងបាទគឺអ្នកខ្លះហ្នឹងទៅលុតក្រាបសំពះបាត់ជើងម្ដាយឪពុកខ្លួនហ្នឹងមិនដែលសូវសំពះបានដល់ប៉ុណ្ណឹងទេប៉ុន្តែបើនេះគឺថាសំពះគឺគុណនោះគុណមហាគុណតែម្ដងខ្ញុំថាសរសើរក្មេងយើងដែលដូចថាជាក្មេងដែលសុភាពរៀបសារស្គាល់ចាស់ស្គាល់ទុំស្គាល់គុណស្គាល់ទោសបែបនេះគឺជារឿងល្អប៉ុន្តែពេលខ្លះដល់ពេលយើងធ្វើច្រើនជ្រុលពេកទៅវាទៅជាការសម្ដែងអស់លោកអត់ប្រហែលជាអស់លោកក៏តែមិនដឹងហើយក៏គួរខ្មាស់ខ្លួនឯងដែរពេលខ្លះកុំឲ្យវាជ្រុលពេកព្រោះធម្មតាការសំពះគ្នាឪពុកម្ដាយបងប្អូនយើងដឹងហើយតើការសំពះគឺយើងមានប្រមាណរបៀបខ្មែរបងប្អូនគឺយើងមានត្រឹមនេះគឺយើងសំពះសម្រាប់អាយុសបាលគ្នាមិនអញ្ចឹងហ៎ពេលដែលបងប្អូនលើកកាន់តែខ្ពស់បានន័យថាយើងគោរពកាន់តែខ្ពស់ហើយត្រឹមចង្ការនេះត្រឹមមាត់ត្រឹមច្រមុះត្រឹមរហូតដល់ផុតក្បាលគឺជាព្រះអតិទេពទេវតាប្រសង់អីអញ្ចឹងទៅហើយយើងក្រាបលុតហ្នឹងគឺនៅមុខព្រះបដិមាអីលក្ខនឹងលក្ខជាការពិតវាជារបៀបប៉ុន្តែនៅពេលខ្លះតពលុតក្រាបដោយព្រះមហាក្សត្រថៃលូនតាំងពីនេះចឹងទៅយើងធ្វើឲ្យបុគ្គលហ្នឹងយើងលើកគេខ្ពស់ពេកខ្ញុំជឿថាបុគ្គលខ្លួនឯងជួនកាលហ្នឹងប្រហែលជាគួរលះខ្លួនដែរទៅវាដូចថាគេលើកពេកបែបនេះប្រហែលជាគេចង់បានអីទេជួនកាលហ្នឹងការពិតវាមិនមែនជាការស្រឡាញ់ការគោរពទេប៉ុន្តែចង់បានអីមួយហើយចង់ឲ្យជួយកាងគេរឿងអីឬក៏អីអញ្ចឹងទៅបានជាធ្វើថ្នាក់ដល់ប៉ុណ្ណឹងណាឥឡូវយើងនិយាយអំពីការដែលមិនដាក់ទោសទណ្ឌការមិនដាក់អីហើយការដែលមានទម្លាប់អាក្រក់មួយរបស់យើងពីដើមទីមកហ្នឹងគឺអញ្ចឹងយើងចល័តតបយើងអីវាទៅជាទម្លាប់អាក្រក់របស់យើងឲ្យផ្អើលពេញភូមិអញ្ចឹងទៅហើយដល់ពេលប្រចាំមិត្តគេចាំអង្គុយមើលហើយដល់ពេលគេចាំអង្គុយមើលចាំមើលគេឌឺយើងហើយខ្ញុំនិយាយទៅស្រក់ទឹកភ្នែកនៅពេលឮគេឌឺយើងណាបងប្អូនមានចាំទេរូបថតថ្ងៃមុនដែលខាងយោធាបងប្អូនយោធាយើងនៅសមរភូមិមុខនៅតំបន់ក្រោយប្រាសាទព្រះវិហារទិស333ចាប់បានគាត់ថាចាប់បានដ្រូនរបស់ថៃដ្រូនហ្នឹងគឺបានន័យថាយន្តហោះកូនយន្តហោះទូចដែលហោះអាចថាមកយកការមកយកអីថតរូបអីចឹងព្រោះអាសម័យបច្ចេកវិទ្យានេះគេប្រើតែដ្រូនហ្នឹងឯងដើម្បីហោះបត្រុយមើលទីតាំងភូមិសាស្ត្រហើយចឹងទៅពួកគាត់ថាចាប់បានហើយក៏ថានេះគឺជាខ្មាំងដែលចាប់បានមកដែលមកមើលឃ្លាំមើលសកម្មភាពរបស់យោធាកម្ពុជាលើដីខ្មែរអញ្ចឹងទៅហើយដល់ពេលហើយនៅពេលដែលយើងផ្សាយអញ្ចឹងដឹងភាគីថៃគេថាម៉េចទេភាគីថៃគេចាប់ផ្ដើមឃើញរូបដ្រូននឹងភ្លាមគេប្រកែកភ្លាមនិយាយទៅអ្នកនាំពាក្យយោធាថៃលោកវិនថៃសុវរីកាលពីថ្ងៃទី3មិថុនាម្សិលមិញហ្នឹងគឺគ្រាន់តែឃើញភ្លាមប្រកែកភ្លាមហ្មងគាត់ថាមិនមែនរបស់ថៃទេកុំមកចោទប្រកាន់ថាហ្នឹងជារបស់ថៃហើយលេះគាត់ដឹងគាត់ថាម៉េចទេគាត់ថាថៃអត់ត្រូវការប្រើដ្រូនដើម្បីទៅហោះបត្រុយមើលទីតាំងរបស់ទ័ពខ្មែរនៅណាប្រើកាភ្លើងអីមានចំនួនប្រមាណអីចឹងទេមិនបាច់ប្រើដ្រូនទៅនាំឲ្យគេចាប់បានដ្រូនអីចឹងទេព្រោះអីរាល់ថ្ងៃហ្នឹងមើលទៅតាមបណ្ដាញសង្គម Facebook ហ្នឹងទៅឃើញហើយទាហានខ្មែរនៅណាព្រោះអីគេផ្សាយទូទាំងប្រទេសរាល់តដងហ្នឹងដោយសារតែមានរូបភាពផ្សាយអូយខ្ញុំស្រក់ទឹកភ្នែកខំតែលឺបែបនេះហើយគាត់និយាយត្រូវវាស្រក់ទឹកភ្នែកត្រង់និយាយថាគេនិយាយឌឺយើងមើងងាយយើងប៉ុន្តែគេនិយាយត្រូវដោយសារអីគឺយើងផ្សេងផ្សាយអញ្ចឹងគឺយើងផ្សាយតាំងពីចេញពីបន្ទប់ទឹកទៅតាំងពីធ្វើដំណើរទៅតាំងពីដល់ណានោះគឺថាយើងឲ្យគេឯងដឹងគ្រប់គ្នាថាយើងទៅទិសណាយើងអីអញ្ចឹងទៅហើយតែអញ្ចឹងគេចាំតែមើលអា social media ហ្នឹងទៅហើយគេចាប់ផ្ដើមមើលទីតាំងភូមិសាស្ត្រតំបន់ណាអីតំបន់ណាយើងប្រើរថក្រោះអីយើងប្រើកាភ្លើងយន្តអីយើងប្រើអីដឹកទៅប្រមាណគ្រឿង
អញ្ចឹងចាំបាច់គេប្រើ drone មកទៅអីបើសិនជាក្នុងន័យអញ្ចឹងចង់និយាយថាខ្ញុំជឿថាខ្មែរយើងមិនទាន់បានមានអារបស់ drone នឹងប្រើនៅក្នុងដៃអញ្ចឹងដឹងឬក៏មានក៏យើងមិនបានទាន់ឲ្យគេដឹងឬក៏យ៉ាងណាប៉ុន្តែថៃគេប្រកែកនៅក្នុងន័យថារបៀបដូចជាចំអកឲ្យយើងគេប្រើពាក្យថាមិនមែន drone គេទេព្រោះអីបើ drone របស់គេយកប្រើបានប្រយោជន៍អីបើយើងមួយថ្ងៃយើងផ្សព្វផ្សាយរូបពេញទំព័រ Facebook ប្រព័ន្ធផ្សព្វផ្សាយយកទៅណាអស់រូបទាហានខ្មែរដែលចល័តតបហើយតែហ៊ានយើងនៅមូលដ្ឋានលោកខំប្រឹងអំពាវនាវមកទៀតថាកុំឲ្យថតផ្សាយអីខូចក្រមសីលធម៌ខូចទីតាំងសុវត្ថិភាពអីគ្មានអាណាស្ដាប់ហើយហ្នឹងហើយបានជានាយករដ្ឋមន្ត្រីបានអំពាវនាវអញ្ចឹងទៅមេតបហ្នឹងក៏ស្ងាត់អញ្ចឹងទៅគ្មានចំណាត់ការអីទាំងអស់អញ្ចឹងទៅហើយអញ្ចឹងទៅដូចខ្ញុំនិយាយអញ្ចឹងបើថាហ៊ានផ្សាយអីនិយាយពីរឿងតាក់តងរឿងសង្គមរឿងរ៉ែរឿងព្រៃឈើរឿងអីកាប់បំផ្លាញអីជាប់គុកអស់បាទខ្ញុំនិយាយនេះណាខ្ញុំមានគោលបំណងតែមួយគត់គឺក៏ចង់លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ទ័ពយើងដែរហើយក៏ចង់លើកកម្ពស់សុវត្ថិភាពរបស់បងប្អូនទ័ពយើងដែរនៅជួរមុខខ្ញុំអាចជួយអីបានទេគាត់ថាខ្ញុំពិតជាក៏ចង់ឃើញពួកគាត់មានសុវត្ថិភាពដែរហើយពេលខ្លះនៅពេលដែលរឿងរ៉ាវមួយចំនួនវាជារបៀបនយោបាយដែលអញ្ចឹងធ្វើឲ្យពួកគាត់ស្លាប់ទាំងអត់ប្រយោជន៍ស្ដាយទឹកពលីដោយអត់ប្រយោជន៍អីអញ្ចឹងប៉ុន្តែលើកនេះពលីរបស់លោកសួនរ៉ោនជឿថាមានការតតាំងពីរដ្ឋាភិបាលខ្មែរដែរខ្ញុំបានលើកសរសើរដែរថាគាត់ចាប់ផ្ដើមប្តឹងឲ្យភាគីថៃស៊ើបអង្កេតរកបុគ្គលណាដែលបង្កឲ្យមានបញ្ហាឥឡូវខ្ញុំនិយាយអំពីភាគីថៃវិញម្ដងរឿងពីរដែលខ្ញុំចង់ជម្រាបតាក់ទងនឹងរឿងចំនួននៅតំបន់មុំបីហើយនឹងតាក់ទងនឹងចំណាត់ការរបស់កម្ពុជាដែលថាយករឿងក្តីនេះទៅដាក់ប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិហើយថៃគេចេញសេចក្តីថ្លែងការណ៍យ៉ាងខែងរែងរបស់គេហើយខែងរែងរបស់គេនឹងគឺគេនិយាយរបៀបការទូតធ្វើឲ្យយើងនឹងជាអ្នករករឿងគេទៀតហើយនិយាយទៅយើងស្ដាប់សេចក្តីថ្លែងការណ៍ថៃគឺយើងមើលឃើញថាខ្មែរយើងទៅរករឿងគេរហូតហើយខ្ញុំពេលខ្លះខ្ញុំគិតថាខ្មែរយើងដូចជារឿងទៅរករឿងទៅរំលោភដីគេនឹងដូចជាអត់មានប្រវត្តិសោះមានតែបាត់ដីទៅគេនិយាយស្មោះថ្នាក់ដឹកនាំយើងអត់ដែលទៅខែងរែងទៅបានដីពីគេទេគឺមានតែទប់តែដីខ្លួនឯងដែលនៅនឹងទប់អត់បានមានតែរបូតទៅទៀតមានតែប៉ុណ្្នឹងឯងឥឡូវនេះគឺគេនិយាយអញ្ចេះនៅក្នុងថ្ងៃទី4ខែមិថុនាអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃគឺលោកជីរាយុហុងសាប់គាត់បានថ្លែងការណ៍នៅតាមសារព័ត៌មានផ្សេងរបស់ថៃយកមកដកស្រង់មាន The Nation មានអីហ្នឹងគឺនិយាយអំពីកិច្ចការព្រំដែនថារឿងដែលផ្ទុះអាវុធថ្ងៃមុនណាគឺជារឿងដែលផ្ដើមឡើងដោយទាហានខ្មែរនៅលើដីថៃនិយាយទៅគឺថៃមកដល់ម៉ោងហ្នឹងឃើញទេជំហររបស់គេគឺថាយើងទៅរករឿងគេមុនទៀតឥឡូវនៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងបងប្អូនតើបើកមើលទាំងអស់គ្នានេះទៅនិយាយចឹងដែរគឺយើងគេថាគេកំពុងតែល្បាតតាមធម្មតានៅតំបន់ដែលមានចំនួនហ្នឹងក៏ប៉ុន្តែខ្មែរបើកការវាយប្រហារមុនអញ្ចឹងគេដើម្បីការពារខ្លួនគេប្រើពាក្យថាដើម្បីការពារខ្លួនឲ្យតាមច្បាប់អន្តរជាតិទៀតគេប្រើពាក្យតាមច្បាប់អន្តរជាតិទៀតគឺភាគីថៃមានសិទ្ធិការពារខ្លួនដើម្បីការពារបូរណភាពដែនដីទឹកដីរបស់គេអញ្ចឹងបើកការវាយប្រហារការពារខ្លួនអញ្ចឹងការស្លាប់របស់ទាហានខ្មែរហ្នឹងគឺគេអះអាងថាយើងបាញ់គេមុនគេបាញ់ការពារខ្លួនសោះត្រូវយើងតែយើងបានប្រាប់ថាវាមិនមែនទេមកដើរបាញ់យើងដល់ត្រង់សេរបស់យើងនៅក្នុងលេនឋានរបស់យើងឃើញផ្ទុយគ្នាទាំងស្រុងនៅក្នុងការថ្លែងថៃគេនៅតែប្រកាន់ចំហដដែលគឺគេការពារអត់ឲ្យបាត់ដីគេមួយចំអាមណាទេហើយដីកន្លែងកើតហេតុគឺជាដីរបស់គេអានេះនៅក្នុងសេចក្តីថ្លែងការណ៍ទើបចេញព្រឹកមិញប្រហែលម៉ោងឥឡូវដល់ពេលនិយាយពីរឿងច្បាប់អន្តរជាតិគឺគេប្រើចំណុចមួយទៀតគេនិយាយថាពេលដែលខ្មែរយើងករណីដែលនាំរឿងចំនួននៅទល់ដែនហ្នឹងយកទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិដឹងគេថាម៉េចថៃបដិញ្ញាចិត្តយ៉ាងមុតមមដោះស្រាយបញ្ហាតាមយន្តការដែលមានស្រាប់គឺយន្តការគណៈកម្មាធិការកិច្ចការព្រំដែនចម្រុះ JBC ដែលមានស្រាប់និង
អនុសញ្ញាដែលមានស្រាប់និងកិច្ចព្រមព្រៀងដែលមានស្រាប់និង MOU ដែលមានស្រាប់ឆ្នាំ2000និងអ្វីដែលមានស្រាប់ទាំងអស់រួមទាំងគោលការណ៍ច្បាប់អន្តរជាតិនៅក្នុងនៃអ្វីដែលមានស្រាប់ហ្នឹងប៉ុន្តែអត់បាននិយាយអំពីថាគួរតែប្តឹងរឿងហ្នឹងទៅតុលាការយុតិធធអន្តរជាតិទេអញ្ចឹងចំណុចមួយនេះហើយដែលយើងឃើញថាភាគីថៃអត់ចង់ឲ្យយករឿងនេះទៅដោះស្រាយចំពោះមុខតុលាការអន្តរជាតិទេតុលាការពិភពលោកហៅកាត់ថាយុតិធធទេយុតិធធអន្តរជាតិទេហេតុអីបានជាដូច្នេះថៃកំពុងតែយកប្រៀបលើភាគីកម្ពុជាក្នុងន័យមួយចង់ប្រាប់ពិភពលោកថាគេមានភាពចាស់ទុំដោយសារតែរឿងអីអ្នកភូមិផងរបងជាមួយគេប្រើពាក្យអញ្ចេះយើងជាអ្នកភូមិផងរបងជាមួយនឹងគ្នាយើងត្រូវប្រើប្រាស់យន្តការជជែកគ្នាដោយសន្តិវិធីរវាងអ្នកភូមិផងរបងជាមួយនឹងដោយឲ្យចង់និយាយថាទៅតាមអ្វីដែលមានស្រាប់រឿងតាក់ទងនឹងតុលាការយុតិធធអន្តរជាតិគឺអត់និយាយមួយម៉ាត់សោះអញ្ចឹងសរុបសេចក្តីមកគឺថៃអត់ចង់និយាយពីរឿងតុលាការអន្តរជាតិចំណុចនេះខ្ញុំគិតថាខ្មែរមានប្រៀបជាងហេតុអីខ្ញុំគិតថាខ្មែរមានប្រៀបជាងឥឡូវឲ្យថៃឈ្នះចោះឈ្នះនៅក្នុងន័យថាទៅប្រាប់អន្តរជាតិថាអូពីអ្នកហ្នឹងគេចង់សុំវល់ថាមានរឿងអីដូចយើងប្តីប្រពន្ធឆ្លោះគ្នាអញ្ចឹងកុំអាលទៅប្តឹងមេភូមិអីយើងសាកសម្រោះសម្រួលគ្នាទៅព្រោះចាននៅក្នុងរាវវាលែងអីទៅកិច្ចគ្នាមិនអញ្ចឹងគេចង់ប្រាប់គេពីភាពចាស់ទុំរបស់គ្រួសារមួយដែលថាមិនចង់ឲ្យអ្នកផងភូមិផងរបងជាមួយដឹងថាយើងឆ្លោះគ្នាណាសម្រួលគ្នាទៅព្រោះយើងការជាមួយគ្នា25ឆ្នាំហើយមិនអញ្ចឹងតាំងមាន MOU នឹងមក25ឆ្នាំហើយវាធម្មតាទេវាមានទាស់សម្ដីគ្នាបាយខ្នងដាក់គ្នាអីអញ្ចឹងជេរទៅហៅមកអីអញ្ចឹងទៅយើងសាកដោះស្រាយគ្នាវិញទៅអីក៏កំបីឡើងដល់លើអីពេកទៀតអីចឹងណានៅក្នុងន័យហ្នឹងគឺថៃចង់បង្ហាញអំពីភាពចាស់ទុំរបស់ខ្លួនថាខ្លួនមានភាពក្រាន់បើនៅក្នុងការចង់ចរចារបៀបអីចឹងទៀតទៅអត់ចង់ឲ្យយករឿងនេះទៅតុលាការអន្តរជាតិទេតុលាការពិភពលោកទេអញ្ចឹងហើយបានខ្ញុំគិតថាថៃអាចឈ្នះនៅក្នុងភាពជាចាស់ទុំថាចង់សម្របសម្រួលប៉ុន្តែខ្មែរមានប្រៀបរឿងមួយរឿងថាថៃខ្លាចនៅរឿងប្តឹងទៅអង្គការតុលាការអន្តរជាតិនឹងតែម្ដងអញ្ចឹងបានន័យថាថៃអាចមានចំណុចស្រពេចស្រពិលអីមួយដែលធ្វើឲ្យថៃអាចពិបាកដែរប៉ុន្តែថៃសម្ដៅនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ក៏បញ្ជាក់ទៀតថាថៃក៏មានសន្ធិសញ្ញានិងមានផែនទីដែលមើលពីប្រព័ន្ធផ្កាយរណបតាក់ទងនឹងព្រំដែនដែលគេច្បាស់ថានៅតំបន់មុំ3អីហ្នឹងគឺជាដីរបស់គេដែរអញ្ចឹងគេចង់ប្រាប់មកខ្មែរថាទៅប្តឹងណាប្រហែលជាអាចចាញ់គេក៏តែមិនដឹងខ្ញុំក្នុងន័យនេះខ្ញុំគ្រាន់តែសន្និដ្ឋានទេគេមិនសេអញ្ចឹងទេក៏ប៉ុន្តែខ្ញុំចង់និយាយថាខ្មែរយើងមានប្រៀបត្រង់ថាថៃអត់ចង់ទៅខាងអង្គការស្ថាប័នខ្ពស់អន្តរជាតិនឹងទេអញ្ចឹងនៅពេលដែលខ្មែរចាប់ផ្ដើមប្តឹងមានរូបភាពពីរទៀតរូបភាពទី1គឺខ្មែរនឹងធ្វើឲ្យភាគីថៃគេអង្គុយញញឹមថានិយាយថាចិត្តមិនមែនកូនប្រុសចិត្តមិនមែនកូនប្រុសនោះថារឿងដោះស្រាយក្នុងគ្រួសារឯងបានសោះអត់ព្រមដោះស្រាយសុកចិត្តយកទៅឲ្យអ្នកដតីដោះស្រាយអីជំនួសអញ្ចឹងបានន័យថាខ្វះភាពចាស់ទុំអញ្ចឹងទៅគេបានផ្ដល់ឱកាសឲ្យយើងដោះស្រាយតាមយន្តការដែលមានស្រាប់តែយើងមិនព្រមអីអញ្ចឹងទៅក្នុងន័យនេះអន្តរជាតិថៃចង់ទិញទឹកចិត្តអន្តរជាតិឲ្យជឿថាថៃគេចាស់ទុំខ្លាំងណាស់គេសម្របសម្រួលគេធ្វើឲ្យមានភាពស្ងៀមស្ងាត់គេអីអញ្ចឹងមិនឲ្យមានផ្ទុះអាវុធអីទៀតអីអញ្ចឹងតែភាគីកម្ពុជានៅតែចចេះថានឹងដាក់រឿងហ្នឹងប្តឹងទៅតុលាការយុតិធធអន្តរជាតិអីអញ្ចឹងទៅអានេះថៃក៏ចង់ទាញក្នុងន័យអញ្ចឹងប៉ុន្តែកុំចាញ់សើវាគ្មានន័យអីទេនៅក្នុងការចរចាពីរអ្នកឆ្លោះគ្នាប្តីប្រពន្ធ25ឆ្នាំហើយអត់ត្រូវគ្នានោះពួកយើងវាអស់លទ្ធភាពនៅក្នុងការជជែកឲ្យត្រូវគ្នាហើយបើ25ឆ្នាំហើយយើងជជែកអត់ត្រូវគ្នាគឺបើមិនបែកគ្នាឬក៏បើមិនរអាញាកណ្ដាលណាមកដោះស្រាយពីរអ្នកហ្នឹងដឹងកាប់គ្នាឥឡូវកាប់គ្នាឃើញងាប់កូនមួយបាត់ហើយយើងនៅចង់ឲ្យស្លាប់កូនប្រមាណអ្នកទៀតចង់ឲ្យពិការកូនប្រមាណអ្នកទៀតចង់ឲ្យវេទនាប្រមាណអ្នកទៀតព្រោះឥឡូវតំបន់ព្រំដែនហ្នឹងខេត្ត2នៅប្រទេសថៃគឺខេត្តដែលនៅជាប់ព្រំដែនតំបន់មុំ3ហ្នឹងគឺមានខេត្តដូចស៊ីសកេតហើយខេត្តឧត្តររាជធានីអីហ្នឹងគឺ
មេអភិបាលខេត្តរបស់គេហ្នឹងចាប់ផ្ដើមប្រជុំរួចហើយពីម្សិលមិញឲ្យប្រជាពលរដ្ឋត្រៀមចម្លៀសខ្លួនទៅហើយហ្នឹងបាទនេះថាគេត្រៀមសង្គ្រាមពួកគេឃើញតបយើងនឹងចល័តសម្បាប៉ុន្តែបងប្អូនសួរថាអីចុះចល័តអីទៅតបខ្មែរថៃគេអត់ចល័តទេហ៎ថៃមានតែតាឃើញខ្វះអីរត់ក្រោះឬក៏រត់ពីដែកគេឡានចម្បាំងគេអីហ្នឹងឃើញសម្ញែងពេញកសែតដែរហ្នឹងតែយើងចង់និយាយថាឲ្យគេអួតសាច់ដុំទៅបើយើងម្ចាស់ផ្ទះហ្នឹងយើងជាជនរងគ្រោះទេមិនអញ្ចឹងឯខ្មែរបើគេលួចទឹកដីយើងជាជនរងគ្រោះទេអត់អីទេយើងធ្វើឲ្យខ្លាចខ្លួនជាជនរងគ្រោះមើលអ្នកដែលមកប្លន់ដីយើងហើយយកកំភ្លើងយកអីមកម្លក់ឲ្យខ្លាចថៃខ្លាចទៅជារុស្ស៊ីទី2មើលហើយយើងទៅជាអ៊ុយក្រែនមើលឲ្យសហគមន៍អន្តរជាតិមកគាំទ្រយើងដោយសារតែយើងអត់និយាយទៅយើងអត់បានដុតភ្លើងសង្គ្រាមនាំអាចសង្គ្រាមទេយើងស្លូតចង់និយាយចេះហើយគេមករករឿងយើងចង់អញ្ចឹងណាប៉ុន្តែយើងហ្នឹងក៏ចាប់ផ្ដើមប្រឹងសពាវុធយើងនឹងមកទំហឹងដែរផ្សព្វផ្សាយបើសង្គមផ្សព្វផ្សាយឲ្យខ្លាំងពិភពលោកអាចមើលមកថាអូខ្មែរដូចអត់សូវរៀងពើតពើងអីខ្លាំងម៉ានទេព្រោះរក្សាការស្ងៀមស្ងាត់តែខ្មែរយើងពើតពើងអីគ្រាន់តែរឿងសំរងស៊ីថាវិលចូលស្រុកខ្មែរវិញយកតបទៅសង្គ្រាមលើសថៃហ្នឹងឬសង្គ្រាមទៅលើសខ្លាំងជាងទល់ដែនទៀតឯថាយកនោះគឺថាសម្បើមហ្មងអាកាលមុនខ្ញុំអត់សូវខ្លាចទេអាពេលដែលខ្ញុំអត់សូវបន្ទោសទេនៅពេលដែលយកតបឲ្យថតរូបអីច្រើនដើម្បីកំឡាលក្រុមលោកសំរងស៊ីមិនឲ្យចូលស្រុកខ្មែរព្រោះអស់លោកអត់ចង់ឲ្យគាត់ចូលខ្ញុំដល់អត់សូវជាថាឆ្កងអីម៉ានដែរព្រោះធ្វើអញ្ចឹងទៅព្រោះដើម្បីឲ្យក្រុមម្ខាងខ្លាចប៉ុន្តែអានេះរឿងនេះដល់ពេលដែលយើងចល័តតបចល័តអីដូចជាសម្បើមពេកអញ្ចឹងទៅវាទៅជាគេមើលឃើញរូបយើងដូចជាដូចថាត្រៀមជើងព្រួលដូចសម្បើមពេកអីអញ្ចឹងទៅវាថាតតាំងធ្វើឲ្យមានភ្លើងសង្គ្រាមណាដែនដីកម្ពុជាមានព្រំសីមាត្រឹមត្រូវហើយបើគេបាញ់ចូលមកខ្ញុំជឿថាពិភពលោកអត់បង្ងើយកន្តើយទេបងប្អូនយើងចាំណាយើងមើលនៅរុស្ស៊ីអត់មានរុស្ស៊ីណារួចខ្លួនទេមកវាយចូលដល់ណានៃឥឡូវមានណាជាទីកប់ខ្មោចរបស់ទាហានអ៊ុយក្រែនទាហានរុស្ស៊ីហ្នឹងអីអញ្ចឹងទៅពិភពលោកកោតទោសជុំទិសឲ្យដូចគ្នានៅខ្មែរយើងហ្នឹងឲ្យតែយើងច្បាស់ថាព្រំប្រទល់ហ្នឹងមាននៅក្នុងសន្ធិសញ្ញាមាននៅក្នុងការគូសវាសនាច្បាស់លាស់គ្មាននរណារំលោភដែនដីយើងបានទេគ្រាន់តែថាអ្វីដែលសំខាន់គឺវាអកុសលត្រង់ថាយើងត្រូវតែជជែករឿងនេះនៅតុលាការអន្តរជាតិឲ្យដាច់ស្រេចព្រោះអីបើអត់ដាច់ស្រេចទេវានៅតែមានភាពមន្ទិលហើយពីរអ្នកប្តីប្រពន្ធអត់ត្រូវគ្នាដូច្នេះយើងកូននឹងដឹងថាត្រូវគ្រាប់ទៀតហើយដូច្នេះឥឡូវបើយើងដល់និយាយពេលនេះគឺថៃគឺគេបានបញ្ជាក់ចំហហើយថាគេចង់ឲ្យតែចរចារឿងព្រំដែនត្រឹមគណៈកម្មាធិការកិច្ចការព្រំដែនរួមដែលមានស្រាប់តែប៉ុណ្្នឹងទេដូច្នេះថៃបង្ហាញចំហដូចជាមិនគ្រប់គ្រងនឹងចំហដែលទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិប្រមាណទេបាទអានេះសម្រាប់ខ្ញុំណាខ្ញុំថាបញ្ហាព្រំដែនគឺរក្សាភាពស្ងប់ស្ងាត់ដូចធម្មតាហើយអាការដាក់ពាក្យប្តឹងហ្នឹងប្តឹងទៅហើយយើងមិនចាំបាច់ទៅតតាំងអីទេយើងចាំតែការពារលេនឋានបើថាថៃចូលមករករឿងអាហ្នឹងយើងធ្វើមិនបាញ់តាមតាណាទៅព្រោះអីចូលមករំលោភដីយើងប៉ុន្តែបើថារឿងដាក់ទៅតុលាការអន្តរជាតិគឺដាក់ពាក្យដាក់អីទៅមិនចាំបាច់តតែរឿងនឹងកើតផ្ទុះអាវុធអីណាទេហើយទៅចរចាស្អីគេនឹងខ្ញុំមិនជឿថាបានសម្រេចអីប្រមាណទៀតទេព្រោះអីយើងចរចារហូតតបាញ់គ្នាទៅហើយ25ឆ្នាំតើនឹងចាំអីទៀតហើយខ្ញុំនៅតែលើកទឹកចិត្តឲ្យខាងភាគីកម្ពុជានឹងកុំបាច់តែសន្យាកុំបាច់តែគ្រូងអីតែប៉ុណ្្នឹងឯងទៅសេសេចក្តីឬក៏ពាក្យបណ្ដឹងនឹងឲ្យហើយផ្ញើឬក៏ដាក់ទៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិជាស្រេចទៅយ៉ាងហោចណាស់ក៏ជាសារមួយបញ្ជាក់ទៅភាគីថៃថាយើងអ្នកមែនណាមិនអ្នកលេងណាបាទបើចង់និយាយថាអ្នកលេងបើនិយាយជាភាសាតាមផ្លូវវិញគេថាដូចជាគ្រាន់បើវិញអ្នកលេងហ្នឹងបានន័យថាជើងកាប់ដាវអញ្ចឹងណូលេងហ្នឹងចង់និយាយថាលេងមែនហ្នឹងគឺឲ្យពិតប្រកបអីអញ្ចឹងយើងឲ្យវាពិតប្រកបយើងថាម៉ត់ណាថាធ្វើដូច្នេះបាទបងប្អូនខ្ញុំស្លេះត្រឹមប៉ុណ្ណឹងចោះព្រោះ1ម៉ោងជាងដែរហើយនៅក្នុងការផ្សាយផ្ទាល់ហើយខ្ញុំគ្រាន់តែជម្រាបជូនបងប្អូនថាភាគីថៃអត់ចង់ឲ្យយករឿងនេះទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិទេដូច្នេះដាវនៅលើដងដាវនៅលើដៃ
ឬក៏បាល់នៅលើជើងរបស់ភាគីកម្ពុជាហើយតើកម្ពុជានឹងបន្តរឿងនេះតទៅទៀតឬក៏ចរចាជាមួយប្រទេសថៃតែយ៉ាងណាក៏ដោយបងប្អូនជៀសមិនផុតពីការចរចាជាមួយប្រទេសថៃក្នុងការរក្សាព្រំដែនឲ្យមានភាពស្ងប់ស្ងាត់សិនដែរទេព្រោះបើទៅប្តឹងអីយ៉ាងណាក៏ដោយព្រំដែនក៏ត្រូវតែបដិញ្ញាស្ងប់ស្ងាត់ដែរព្រោះអីពាណិជ្ជកម្មរវាងថៃនិងខ្មែរហ្នឹងគឺខ្មែរយើងពឹងគេស្ទើរតែទាំងស្រុងណាបងប្អូនបញ្ជញ្ពាណិជ្ជកម្មរបស់យើងហ្នឹងគឺថាវាបាក់ខ្លាំងមែនតើយើងនាំទៅថៃគឺថាច្រើនបានតិចក៏តែថៃនាំមកយើងទឹកបាក់ទំនប់ចឹងអានេះដែលយើងពឹងដូចតារឿងបញ្ហារឿងអាមេរិកហ្នឹងក៏តែអញ្ចឹងឲ្យតែមានរឿងគឺយើងលុះក្រោមកន្ទុយក្បិនគេដែរពិបាកដែររឿងសេដ្ឋកិច្ចហើយបើថៃខូចគេចាប់ផ្ដើមខ្ទប់សេដ្ឋកិច្ចរបស់យើងក្នុងន័យថាទំនិញនាំចូលមកខ្មែរគេចាប់ផ្ដើមបិទច្រកព្រំដែនឧទាហរណ៍លើកមុនហ្នឹងឃើញដូចរឿងប្រឡយពាក្យបដាមកហើយបើថាមិនទាន់មានការពិតអីក៏ដោយចុងក្រោយគេបដិសេធអីក៏ដោយតាមពិតមានការរៀបចំអញ្ចឹងមែនគ្រាន់តែថាវាមើលទៅដូចជាអាក្រក់ពេកចាប់ផ្ដើមហ្នឹងខ្លាចវាតានតឹងកាន់តែខ្លាំងបធូរវិញទៅព្រំដែននៅបើកដដែលចាបងប្អូនសាកគិតមើលអត់យូរទេព្រំដែននឹងបិទជាក់ជាមិនខាននៅពេលដែលមានបញ្ហាតានតឹងជាងនឹងទៀតហើយដល់បិទទៅតើកសិករកម្មករអ្នកដែលទៅកាប់អំពៅឆ្លងទៅឆ្លងមកពលករខ្មែរនៅថៃ2លានអ្នកតើគេនឹងធ្វើទុកបុកម្នេញយ៉ាងម៉េច